មុនប្រឡងសញ្ញាបត្របឋមសិក្សាតើអ្នកទាំងអស់គ្នាទទួលដំណេកខ្លះទៅអាចទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងមួយនេះបានជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាផងដែរនាងខ្ញុំលីណាជាអតីតសិស្សទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្របឋមសិក្សាឆ្នាំ2023នៃវិទ្យាល័យបច្ចេកទេសថ្ងៃហ្នឹងខ្ញុំមកចង់ចែកម្លែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងខ្លះៗទាក់ទងទៅនឹងការប្រឡងមួយហ្នឹងថាតើធ្វើដំណេកទៅអាចយកនៅលទ្ធផលល្អបានអញ្ចឹងខ្ញុំមាន3ចំណុចចង់ចែកម្លែកទៅកាន់សិស្សប្អូនក៏ដូចជាអ្នកទាំងអស់គ្នាផងដែរគឺចំណុចទី1ត្រូវកំណត់គោលដៅនីតិដែលខ្លួនចង់បាននិងខិតខំសិក្សារៀនសូត្រអ្នកទាំងអស់គ្នាត្រូវដឹងហើយថាយើងទៅប្រឡងយើងមាននីតិ3នៅក្នុងការកំណត់យកគឺមានល្អបង្គាស់និងមធ្យមហើយមួយវិញទៀតអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើយើងស្រឡាញ់នីតិមួយណាឬក៏សមត្ថភាពយើងចង់បាននីតិមួយណាអញ្ចឹងបើសិនជាឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បានល្អឬក៏ល្អបង្គាស់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជានិច្ចហើយមួយវិញទៀតគឺការខិតខំសិក្សារៀនសូត្រតាំងពីសំណាក់លោកគ្រូអ្នកគ្រូនិងពីសំណាក់ខ្លួនឯងផងដែរហើយជាពិសេសគឺខ្លួនឯងគឺជាកត្តាដ៏ខ្លាំងដែលត្រូវជំរុញខ្លួនឯងដើម្បីអាចទទួលបានលទ្ធផលល្អនឹងបានគឺអ្នកទាំងអស់គ្នានៅពេលដែលយើងទៅរៀននៅពេលម៉ោងរត់យើងបានយកចំណេះដឹងពីលោកគ្រូអ្នកគ្រូហើយដល់ពេលដែលយើងត្រឡប់ទៅផ្ទះវិញគឺយើងយកទៅអនុវត្តខ្លួនឯងដែលគេហៅថាស្វ័យសិក្សារៀនសូត្រដោយខ្លួនឯងគឺធ្វើលំហាត់ពីតូចទៅធំរហូតរៀងរាល់ថ្ងៃនៅពេលដែលយើងទំនេរឬក៏ជាកាលវិភាគរបស់យើងដាក់សម្រាប់ការរៀនមួយនឹងព្រោះអីយើងជិតដល់ខែប្រឡងហើយមួយវិញទៀតគឺការទៅរៀនគូបន្ថែមជាមួយលោកគ្រូអ្នកគ្រូពីព្រោះអីគាត់នៅពេលដែលជិតដល់ចិត្តគៀកដល់ថ្ងៃប្រឡងហ្នឹងគាត់នឹងធ្វើការប្រៀនវិញ្ញាសាដល់យើងអញ្ចឹងវាមានលំហាត់ផ្លែផ្សេងដែលយើងអាចចេះយកមកក្រេបចំណេះបន្ថែមអញ្ចឹងទៅយើងអាចធ្វើលំហាត់អីផ្សេងដែលវាចេញនៅក្នុងការប្រឡងឌីប្លូមមួយហ្នឹងទទួលបាននៅហើយយើងអាចជោគជ័យនៅក្នុងការធ្វើនឹងមួយបានហើយមួយវិញទៀតការខិតខំប្រឹងប្រែងរៀនគឺពិតជាកត្តាសំខាន់ដែលយើងខ្វះអត់បានហ្មងហើយមួយចំណុចទី2គឺត្រូវថែរក្សាសុខភាពរបស់អ្នកទាំងអស់គ្នាក៏ដូចជាប្រុងប្រយ័ត្ននៅពេលដែលយើងចិត្តប្រឡងចុះនេះត្រូវដឹងថានៅពេលដែលយើងមានចំណេះដឹងក្នុងខ្លួនតែបើសិនជាយើងសុខភាពមិនប្រក្រតីឬក៏យើងមានបញ្ហាអ្វីមួយក៏យើងអាចទៅប្រឡងបានដែរអញ្ចឹងគឺទាមទារខ្លាំងមែនទែននៅក្នុងការរៀនសូត្រឲ្យបានប្រកែកនិងសុខភាពល្អដល់ទន្ទឹមគ្នាជានិច្ចជាពិសេសគឺសុខភាពផ្លូវកាយអ្នករៀនក្រុមដាក់សម្ពាធលើខ្លួនយើងពេកឬហើយយើងព្យាយាមដកដង្ហើមឲ្យធំទូលាយយើងចាប់ដើមធ្វើលំហាត់ឬក៏យើងចាប់ដើមរៀនដោយសប្បាយចិត្តយើងកុំបខំគូក្បាលយើងថាយើងទម្លាក់ខ្លួនឯងថាយើងមិនបានអត់ចេះចំណុចនេះនឹងអញ្ចឹងយើងព្យាយាមរៀនអញ្ចឹងវាដូចជាយើងធ្វើបាបខ្លួនឯងទេអញ្ចឹងជាចំណុចដ៏ល្អគឺអ្នកទាំងគ្នាលើកទឹកចិត្តខ្លួនឯងហើយក៏សរសើរខ្លួនឯងតែពេលហ្នឹងទៅគឺគូក្បាលយើងស្រឡះទៅយើងអាចរៀនវាចូលបានហើយគឺយើងទោះបីជាគេរត់យើងព្យាយាមដើរក៏វាដល់ទីដូចគ្នាដែរប៉ុន្តែគឺទាមទារការព្យាយាមរបស់យើងហើយមួយវិញទៀតគឺអាសាញ៉ាំផ្លែឈើក៏ដូចជាទឹកដោះគោផ្សេងព្រោះវាបើគូក្បាលយើងកុំអាសាញ៉ាំរបស់ដែលផ្អាប់អីផ្សេងចឹងទៅហើយមួយវិញទៀតគឺការប្រុងប្រយ័ត្នដូចអ្នកដឹងហើយថានៅពេលដែលយើងចិត្តប្រឡងអញ្ចឹងយើងត្រូវតែនៅផ្ទះដោយសុខសុវត្ថិភាពគឺយើងកុំធ្វើដំណើរទៅណាឲ្យសោះនិយាយថាយើងត្រូវនៅសម្ងំមើលមេរៀនរបស់យើងព្រោះយើងដឹងថាថ្ងៃណាមួយឬក៏ថ្ងៃនេះចឹងទៅយើងមកអត់ឃើញទេអញ្ចឹងវាដល់ថ្ងៃប្រឡងរបស់យើងហើយយើងត្រូវឧទាហរណ៍ថាមានអ្នកណាគេបដិសេធយូរណាស់មានអ្នកណាគេសួរយើងថាចង់ទៅណាអត់ចឹងទៅយើងបដិសេធគេដោយលើកហេតុផលថាយើងជាប់រៀនអីផ្សេងចឹងទៅហើយចំណុចចុងក្រោយគឺការស្ដាប់ព័ត៌មានពីលោកគ្រូអ្នកគ្រូអ្នកទាំងគ្នាដឹងហើយថាការស្ដាប់ព័ត៌មានពីលោកគ្រូអ្នកគ្រូគឺពិតជាសំខាន់ណាស់មានន័យថានៅពេលដែលជិតដល់ថ្ងៃប្រឡងឬក៏សល់រយៈពេល1ខែហ្នឹងគឺគាត់នឹងមានព័ត៌មានផ្សេងប្រាប់ដល់យើងក៏ដូចជាការរៀបចំខ្លួនទុកមុនការត្រៀមអ្វីផ្សេងការដែលគាត់ផ្ញើកាលវិភាគឲ្យយើងត្រៀមទុកមុនហើយក៏ដូចជាលេខឈ្មោះលេខតុកលេខបន្ទុកអីផ្សេងហើយយើងចូលប្រុងប្រយ័ត្នជានិច្ចចំពោះចំណុចទូចហ្នឹងក៏ដូចជាលេខតុកលេខបន្ទុកអីហ្នឹងគឺបើសិនជាយើងភ្លាត់វាធ្វើឲ្យយើងអាចបាត់បង់នៅបន្ទុកអីផ្សេងបានហើយមួយវិញទៀតគឺយើងជៀសវាងការមកយឺតគឺត្រូវតែមកដល់មណ្ឌលឲ្យបានលឿនជានិច្ចហ្មងយល់មែនតើតោះនឹងកត្តាទាំងអស់ហ្នឹងគឺមាន3ចំណុចដែលខ្ញុំចង់ចែកម្លែកដល់គ្នាព្រោះអីខ្ញុំបានអនុវត្តផ្ទាល់ទើបខ្ញុំអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងមួយនេះបានអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមជូនពរអ្នកទាំងគ្នាឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្របឋមសិក្សានាឆ្នាំ2025ដែលប្រព្រឹត្តទៅនៅថ្ងៃទី14ខែកក្កដាឆ្នាំ2025នេះដូចទៅហើយក៏សូមជូនពរឲ្យអ្នកទាំងគ្នាមានសុខសុវត្ថិភាព
ហើយខិតខំសិក្សារៀនសូត្រហើយនឹងទទួលបានលទ្ធផលល្អបង្គួរនឹងមធ្យមជាភាគរយច្រើនសម្រាប់សាលាយើងអញ្ចឹងអរគុណផងដែរសម្រាប់ការស្ដាប់និងការចែករំលែករបស់ខ្ញុំសូមអរគុណសូមជម្រាបលា